បាទជម្រាបសួរលោកគ្រូទីគ្រូសិស្សានុសិស្សទាំងអស់គ្នាខានចេញវីដេអូយូរដែរហើយអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញអំពីការចូលប្រឡងនៅក្នុងកម្មវិធី PLP ដែលក្រសួងតម្រូវឲ្យយើងប្រឡងតាមចូលឆ្នាំនិងដើមឆ្នាំដែលហៅថាប្រឡងខាមហ្នឹងហើយបាទអញ្ចឹងគ្រូកំខិតពេលយូរតោះចូលអនុវិទ្យាល័យអនុវិស័យការអប់រំបឋមរយកកន្លែងសិស្សរយកថ្នាក់បឋមថ្មីរួចចូលដល់ផ្ទាំងនេះអញ្ចឹងគ្រូចុចទៅលើលេខឈ្មោះរួចយកកន្លែងតេស្តបាទចូលលេខតេស្តមកឃើញប្រឡងដើមឆ្នាំចុងឆ្នាំហើយតែខាមហ្នឹងហើយបាទគ្រូចុចលើវាមកហើយលោតមកនេះគឺខ្ញុំថ្នាក់ទី4ពេលអញ្ចឹងលោកថ្នាក់ទី4មានគណិតវិទ្យានិងភាសាខ្មែរយើងគ្រូអាចឲ្យប្រឡងទៅនឹងតាមមុខវិជ្ជានេះបាទនឹងចេញលទ្ធផលតាមអ្វីយើងដែលសិស្សអាចធ្វើបានអញ្ចឹងវីដេអូក្រោយខ្ញុំធ្វើអំពីការស្វែងរកលទ្ធផលដែលសិស្សដែលបានប្រឡងរួចតាមប្រឡងដល់ឆ្នាំចុងឆ្នាំគ្រូខ្លះគាត់អត់ដឹងថាទៅរកលទ្ធផលដែលប្រឡងរួចនៅកន្លែងណាទេបាទអញ្ចឹងសូមអរគុណសូមជម្រាបលា